សួស្តីបងប្អូនទាំងអស់គ្នាចូលមួយ admin ទៀតណាហើយសម្រាប់ថ្ងៃនេះដែរ admin ចង់មកប្រាប់បងប្អូនពីវិធីនៅក្នុងការ copy text អក្សរចេញពីក្នុងរូបភាពអញ្ចឹងបងប្អូនទាំងអស់គ្នាអញ្ចឹងឧទាហរណ៍ថាមិនថារូបភាពនេះជានោះជាលក្ខណៈ poster ឬក៏ជាអីហើយបងប្អូនចង់បានជាអក្សរដែលមាននៅក្នុងរូបភាពនឹងយកមកចង់យកមកប្រើប្រាស់អីចឹងបងប្អូនអាចធ្វើការ copy បានតែចង់បញ្ជាក់ថាសម្រាប់តែបងប្អូនដែលគាត់ប្រើជាមួយនឹង Samsung ណាចឹងបងប្អូនដែលប្រើ Samsung គឺត្រូវដឹងថា Samsung គឺមានមុខងារ special ច្រើនណាជួយយើងបានច្រើនអញ្ចឹងឥឡូវយើងមកមើលពីវិធីនៅក្នុងការ copy អក្សរចេញពីក្នុងរូបភាពអីមួយចឹងបងប្អូនតោះមកមើលពីវិធីនៅក្នុងការ copy របស់គ្នាអញ្ចឹងខ្ញុំឧទាហរណ៍ទៅលើកន្លែងនេះមួយបងប្អូននេះគឺជារូបភាពណាអញ្ចឹងនៅលើហ្នឹងគឺវាមានអក្សរនៅខាងក្រោមនេះអញ្ចឹងបងប្អូនធ្វើការសកត់ទៅលើអក្សរហ្នឹងឲ្យជាប់អញ្ចឹងណាបន្ទាប់មកបងប្អូនចុចពាក្យ select all នេះមកបើបងប្អូនចង់បានអក្សរហ្នឹងទាំងអស់អញ្ចឹងណាបន្ទាប់មកបងប្អូនចុចពាក្យ copy អញ្ចឹងពេលដែលបងប្អូន copy ឲ្យបងប្អូនទៅផាសឯកសារហ្នឹងនៅកន្លែងណាមួយទៅអញ្ចឹងឧទាហរណ៍ថាខ្ញុំមកផាសនៅក្នុង note នេះអញ្ចឹងពេលដែលបងប្អូនចូលមកកាន់កន្លែង note ហ្នឹងគ្រាន់តែ select លើហ្នឹងហើយចុចពាក្យផាសមកឃើញអត់អញ្ចឹងអក្សរនៅលើរូបភាពមិញហ្នឹងគឺយើងបានវាជា text បែបនេះឲ្យសម្រាប់យកប្រើប្រាស់អញ្ចឹងខ្ញុំគិតថាគឺវាល្អហើយជួយការងារយើងបានច្រើនណាស់បងប្អូនអរគុណបាយបាយ